សម្រាប់បងប្អូនដែលគាត់និយមតាមដានរឿងភាគកូរ៉េគាត់ប្រកាសជាបានស្គាល់មុខម្ហូបមួយមុខនេះហើយគឺបាយច្របល់កូរ៉េដែលគេហៅថា Bibimbap ជាប្រភេទបាយបែបសុខភាពហើយ healthy ខ្លាំងមែនទែនអ្នកទាំងអស់គ្នាដោយសារតែមុខម្ហូបមួយមុខនេះយើងមិនមានបន្ថែមគ្រឿងទេសផ្សំនៅក្នុងមុខម្ហូបមួយមុខនោះច្រើនទេសម្រាប់ឈ្មោះថាបាយកូរ៉េពិតមែនប៉ុន្តែយើងជ្រើសរើសសិនតែជាបន្លែខ្មែរយើងមកប្រើនៅក្នុងនោះអ្នកទាំងអស់គ្នាចាសម្រាប់ផ្នែកបន្លែចាគឺខ្ញុំមានជាមួយនឹងស្ពៃចង្កឹះចាសម្រាប់ស្ពៃចង្កឹះហ្នឹងគឺយើងធ្វើការហាន់វាត្រឹមតែមួយថ្នាំងដៃទេអ្នកទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំមានជាមួយនឹងការ៉ុតសម្រាប់ការ៉ុតហ្នឹងគឺខ្ញុំចាក៏ហាន់ជាចំណិតរាងស្ដើងៗវែងៗល្មមដែរអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ផ្នែកបន្លែអ្នកទាំងអស់គ្នាអាចជ្រើសរើសបន្ថែមជាមួយនឹងប្រូកូលីឬមួយក៏ខ្ទឹមបារាំងបន្ថែមក៏បានដែរវាអាស្រ័យទៅលើការចូលចិត្តនិងចំណូលចិត្តរបស់យើងរៀងៗខ្លួនណាអញ្ចឹងបន្ទាប់ពីធ្វើការហាន់ការ៉ុតរួចរាល់ហើយខ្ញុំក៏បានចាមកចិតជាមួយនឹងត្រសក់សម្រាប់ត្រសក់ហ្នឹងក៏ខ្ញុំចិតប្រវែងនឹងចាដូចទៅនឹងការ៉ុតដែរអ្នកទាំងអស់គ្នាចារាងស្ដើងល្មមយើងអត់ចិតរាងធំពេកទេចាព្រោះដោយសារតែបន្លែពេលដែលយើងចិតរាងធំពេកទៅវាពិបាកនៅក្នុងការញ៉ាំណាចាសម្រាប់មុខម្ហូបមួយមុខនេះអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការត្រៀមចាហាន់ជាមួយនឹងបន្លែប្រមាណមុខនឹងរួចហើយចាខ្ញុំក៏មកធ្វើជាមួយនឹងបន្លែបន្ថែមនេះគឺជាចំណូលចិត្តរបស់ខ្ញុំតែម្ដងភាគច្រើនខ្ញុំអត់សូវឃើញគេដាក់ជាមួយនឹងផ្សិតខ្មៅនេះទេប៉ុន្តែដោយសារតែខ្ញុំចូលចិត្តណាអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលយើងគិតថាចាយើងចូលចិត្តជាចំណូលចិត្តរបស់យើងហើយបន្ថែមទៅវាអាចធ្វើឲ្យមុខម្ហូបនោះមានរសជាតិឆ្ងាញ់ណាទាំងអស់គ្នាចាគឺលៃលកទៅតាមបេះដូងរបស់យើងទៅអញ្ចឹងឥឡូវផ្សិតខ្មៅនេះក៏ខ្ញុំបានហាន់ជាចំណិតរាងស្ដើងដែរបន្ទាប់មកខ្ញុំមានជាមួយនឹងសណ្តែកបដោះដូចគ្នាអ្នកទាំងអស់គ្នារីឯផ្នែកសាច់វិញគឺខ្ញុំជ្រើសរើសប្រើជាមួយនឹងសាច់គោសាច់ផ្នែកដែលផុយអ្នកទាំងអស់គ្នាតែបើសិនជាអ្នកទាំងអស់គ្នាមិនសូវជាចំណូលឬក៏មិនសូវជាចូលចិត្តញ៉ាំសាច់គោអ្នកទាំងអស់គ្នាអាចជ្រើសរើសប្រើជាមួយនឹងសាច់ទ្រូងមាន់ក៏បានដែរបន្ទាប់ពីហាន់សាច់រួចហើយចាខ្ញុំក៏បានយកសាច់គោរបស់យើងមកចាលាយជាមួយនឹងគ្រឿងផ្សំដែលយើងចាដាក់ជាមួយនឹងប្រេងខ្យងបន្តិចហើយជាមួយនឹងម្រេចខ្មៅតែបន្តិចហើយធ្វើការច្របល់សាច់និងគ្រឿងផ្សំឲ្យចាសព្វគ្នាល្អហើយទុកមួយឡែកសិនណាអ្នកទាំងអស់គ្នាហើយគ្រឿងផ្សំចាំបាច់ដែលត្រូវតែមាននៅក្នុងមុខម្ហូបមួយមុខនេះគឺម្ទេសកូរ៉េនេះឯងអ្នកទាំងអស់គ្នាសម្រាប់រសជាតិម្ទេសកូរ៉េនេះគឺថារៀងហឹរតិចហើយរសជាតិវាចាគឺថារៀងសាបល្មមណាអ្នកទាំងអស់គ្នាចាហើយឥឡូវនេះគឺខ្ញុំបានយកម្ទេសកូរ៉េរបស់យើងអ្នកទាំងអស់គ្នាមកលាយជាមួយគ្រឿងផ្សំដែលខ្ញុំបន្ថែមតែស្ករសបន្តិចហើយជាមួយនឹងប្រេងល្ងបន្តិចហើយនឹងទឹកស្អាតបន្តិចចាហើយធ្វើការកូរច្របល់ឲ្យចាគ្រឿងផ្សំនិងម្ទេសកូរ៉េរបស់យើងរលាយសព្វគ្នាល្អគឺថាទុកមួយឡែកសិនណាអ្នកទាំងអស់គ្នាអានេះជាគ្រឿងផ្សំដែលយើងបន្ថែមនៅពីក្រោយនៅពេលដែលយើងធ្វើម្ហូបរួចរាល់អញ្ចឹងឥឡូវនេះងាកមកធ្វើចាសម្រាប់បាយកូរ៉េរបស់ខ្ញុំទាំងអស់គ្នាតែម្ដងចាគឺយើងដាក់ខ្ទះឲ្យក្តៅហើយចាក់ប្រេងអូលីវចូលបន្តិចហើយសម្រាប់បន្លែដែលខ្ញុំបានត្រៀមអំបញ្ញមិញហ្នឹងគឺខ្ញុំបានចាយកវាមកឆាឲ្យឆ្អិនទាំងអស់តែម្ដងអ្នកទាំងអស់គ្នាចាទាំងការ៉ុតចាទាំងត្រសក់ចាសណ្តែកបដោះហើយនិងផ្សិតខ្មៅហ្នឹងគឺយើងធ្វើការចាឆាវាឲ្យឆ្អិនឲ្យស្លោកបន្លែល្អអ្នកទាំងអស់គ្នាចានិយាយទៅមុខម្ហូបមួយមុខនេះគឺថាតែញ៉ាំនៅកន្លែងគេតែម្ដងពីរដងឯងចាមកវិញគឺអាចធ្វើញ៉ាំបានខ្លួនឯងតែម្ដងដោយសារតែមុខម្ហូបមួយមុខនេះគឺថាវាមិនមានភាពស្មុគស្មាញអីច្រើនអ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នាមើលតែប៉ុណ្ណឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើបានដូចគ្នាចាដោយសារតែវាមិនមានគ្រឿងទេសឬមួយក៏របៀបនៃការធ្វើហ្នឹងស្មុគស្មាញច្រើនទេហើយសំខាន់គឺរសជាតិអ្នកទាំងអស់គ្នាចាឆ្ងាញ់តែម្ដងហើយញ៉ាំអត់ងាយទ្រាំណាដោយសារតែយើងប្រើសុទ្ធសឹងតែជាបន្លែចាហើយវាមានរសជាតិផ្អែមចាមានជាតិតែម្ដងសូម្បីតែយើងមិនបន្ថែមគ្រឿងទេសច្រើនក៏ដោយសម្រាប់ឯផ្នែកបន្លែហ្នឹងគឺយើងឆាតែមួយល្មមមើលទៅវារៀងស្លោកល្មមចាមិនឲ្យរលួយខ្លាំងពេកទេកាលណាដែលយើងឆាឲ្យវាឆ្អិនរលួយខ្លាំងពេកទៅចាញ៉ាំទៅក៏វាអត់សូវឆ្ងាញ់ដែរអ្នកទាំងអស់គ្នាវាបាត់បង់រសជាតិណាអញ្ចឹងឥឡូវនេះគឺជាផ្សិតខ្មៅអ្នកទាំងអស់គ្នាចាផ្សិតខ្មៅគឺថាយកមកលីងបែបនេះបង្កើនក្លិនកាន់តែឈ្ងុយថែមទៀតអញ្ចឹងសម្រាប់ផ្នែកបន្លែគឺខ្ញុំបានឆារួចរាល់ហើយយើងងាកមកធ្វើជាមួយនឹងផ្នែកសាច់តែម្ដងសម្រាប់ផ្នែកសាច់ហ្នឹងក៏ដូចគ្នាដែរគឺយើងមិនមានបន្ថែមគ្រឿងទេសអីច្រើនទេដោយសារតែយើងបានផ្សំរួចរាល់ហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះងាកមកចាធ្វើជាមួយនឹងគ្រឿងផ្សំបន្ទាប់អ្នកទាំងអស់គ្នាគឺពងមាន់អ្នកទាំងអស់គ្នាខ្ញុំមកដាក់ចៀនជាមួយពងមាន់ជាមួយនឹងរូបរាងចារាងបែបខ្ជិះខ្ជូតបន្តិចមកអ្នកទាំងអស់គ្នាមានពុំកាយផងពុំបេះដូងផងនិយាយទៅចាយើងបន្ថែមឲ្យសោភ័ណភាពមុខម្ហូបរបស់យើងកាន់តែស្រស់ស្អាតណាអញ្ចឹងឥឡូវសម្រាប់ផ្នែកបន្លែដែលខ្ញុំបានយកទៅឆាឲ្យឆ្អិនអំបញ្ញមិញហ្នឹងគឺខ្ញុំបានយកប្រេងល្ងមករោយពីលើបន្តិចអ្នកទាំងអស់គ្នាហើយខ្ញុំបន្ថែមជាមួយនឹងល្ងសអញ្ចឹងឥឡូវនេះគឺថាទាំងសាច់ទាំងបន្លែគឺខ្ញុំបានត្រៀមរួចរាល់ហើយឥឡូវយើងមកធ្វើការផ្សំ
ចាគ្រឿងផ្សំដែលយើងបានរៀបចំឲ្យបាញ់មិញដាក់ចូលទៅក្នុងចានសម្រាប់ធ្វើការញ៉ាំតែម្ដងហើយសម្រាប់ការរៀបចំហ្នឹងគឺអ្នកទាំងអស់គ្នារៀបទៅតាមការស្រឡាញ់ការចូលចិត្តអ្នកទាំងអស់គ្នាចូលចិត្តបន្លែប៉ុណ្ណាអ្នកទាំងអស់គ្នាដាក់ប៉ុណ្ណឹងទៅតិចឬច្រើនហ្នឹងគឺថាយើងដាក់មកសមល្មមតាមការចូលចិត្តរបស់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្តមកគឺយើងបន្ថែមសាច់ពីលើជាមួយនឹងពងមាន់ដែលយើងបានចៀនអង្បាញ់មិញហ្នឹងពីលើអ្នកទាំងអស់គ្នាហើយចុងក្រោយនេះគឺយើងបន្ថែមជាមួយនឹងទឹកម្ទេសដែលខ្ញុំបានលាយអង្បាញ់មិញហ្នឹងចាដាក់ស្រូបពីលើបាយរបស់យើងតែម្ដងអ្នកទាំងអស់គ្នានិយាយទៅបើសិនជាយើងស្រូបរៀងច្រើនណារសជាតិគឺកាន់តែឆ្ងាញ់តែម្ដងហើយគ្រាន់តែបន្ថែមជាមួយនឹងល្ងសបន្តិចមកគឺថារួចរាល់តែម្ដងអ្នកទាំងអស់គ្នាមុខម្ហូបមួយមុខនេះគឺថាចាឃើញរៀងវល់ច្បល់ញ៉ៃញ៉ៃពេញហ្នឹងមែនប៉ុន្តែរសជាតិអែមខ្លាំងតែម្ដងអ្នកទាំងអស់គ្នាមួយចាននេះជឿថាញ៉ាំម្នាក់ឯងញ៉ាំតែមួយផ្លែតអស់ហើយអ្នកទាំងអស់គ្នាដោយសារតែរសជាតិវាគឺថាញ៉ាំមួយម៉ាត់ណាក៏អត់ទ្រាំដែរពេលដែលយើងញ៉ាំជាមួយនឹងពងមាន់ចាលាយជាមួយនឹងសាច់ជាមួយនឹងបន្លែចម្រុះបែបនេះរសជាតិអ្នកទាំងអស់គ្នាធានាបានថាឆ្ងាញ់